ស្ដីអ្នកនរគ្នាថ្ងៃហ្នឹងថ្ងៃទី26ខែមករាឆ្នាំ2026យើងមកសិក្សាហើយនឹងតាមដានតាក់ទងជាមួយតម្លៃមាសហើយនឹងព័ត៌មានមួយចំនួនដែលតាក់ទងនឹងតម្លៃមាសអ្នកនរគ្នាហើយវីដេអូដែលខ្ញុំបានធ្វើកន្លងមកក៏ដោយវីដេអូហ្នឹងគឺជាវីដេអូដែលយើងសម្រាប់ជាចំណេះដឹងទាំងអស់គ្នាមិនមែនជា financial advice ឬមួយយ៉ាងណាទេគ្រាន់ថាយើងជាពិភាក្សាគ្នាហើយផ្ដល់ជាមតិយោបល់ឲ្យគ្នាអញ្ចឹងទៅដើម្បីឲ្យអ្នកនរគ្នាគាត់ដែលអាចថាយកជាគោលគំនិតទៅសម្រាប់ចិត្តធ្វើការសន្សំឬមួយក៏អីដើម្បីជាការចំណេញអីទាំងអស់គ្នាអញ្ចឹងទៅដើម្បីជាផលប្រយោជន៍រួមប៉ុន្តែសម្រាប់ខ្ញុំផ្ទាល់ខ្ញុំអត់មានជាលក្ខណៈធ្វើវីដេអូនេះដើម្បីជាផលចំណេញមានគ្រប់អីណាដើម្បីឲ្យអ្នកនរគ្នាចូលក៏ដូចជាការបង្កើត account អីទេដូចមានបងខ្លះគាត់ឆាតមកខ្ញុំអីចឹងណាខ្ញុំមានគ្រប់អីអត់ទេអធិស្ឋានផងព្រោះខ្ញុំអត់មានជាផ្ដល់ signal ឬមួយអីទេអ្វីខ្ញុំផ្ដល់គឺគ្រាន់តែជាចំណេះដឹងដល់អ្នកនរគ្នានៅក្នុងវីដេអូហ្នឹងទេចឹងយើងមកមើលតម្លៃមាសអស់គ្នាបើកទីផ្សារមកថ្ងៃច័ន្ទយើងឃើញថាតាមទីផ្សារ Kitco តម្លៃមាសបច្ចុប្បន្នគឺបានកើនឡើងដល់$5,086ក្នុង1អោនដែលស្មើនឹង$6,181ក្នុង1តម្លឹងតម្លៃមាសបច្ចុប្បន្នយើងឃើញថាវាបានបំបែកនៅតម្លៃប្រវត្តិសាស្ត្ររបស់វាជាបន្តបន្ទាប់ជារៀងរាល់ថ្ងៃហើយយើងឃើញថាបន្ទាប់ពីសប្តាហ៍មុនពេញមួយសប្តាហ៍មាសកើនឡើងខ្លាំងមែនទែនហើយបើកទីផ្សារថ្ងៃច័ន្ទនេះមាសក៏ជំរុញឡើងទៀតបន្ទាប់ពីទីផ្សារសៀងហៃទីផ្សារតូក្យូហើយនិងទីផ្សារលន់ដុនគឺបើកមកសិតតែជំរុញតម្លៃមាសទាំងអស់ជាមួយនឹងទីផ្សារសហរដ្ឋអាមេរិកយើងត្រូវរងចាំមើលប្រហែលជាម៉ោង8កន្លះនៅស្រុកយើងបើសិនជាទីផ្សារសហរដ្ឋអាមេរិកជំរុញតម្លៃមាសឡើងទៀតសរុបជារួមមកសប្តាហ៍ហ្នឹងខ្ញុំគិតថាតម្លៃមាសនៅតែល្អអញ្ចឹងហើយក៏ដូចអ្វីដែលខ្ញុំបានបញ្ជាក់ពីវីដេអូម្សិលមិញថ្ងៃអាទិត្យដែលទីផ្សារគេបិទណាយើងឃើញហើយថាតម្លៃមាសបើកថ្ងៃច័ន្ទពឹបគឺកើនឡើងដោយអ្វីដែលយើងពិភាក្សាគ្នានិយាយគ្នាអញ្ចឹងគឺវាបុកឡើងទៅតាមព័ត៌មានអ្វីដែលយើងបាននិយាយគ្នាហើយជាមួយនឹងទិន្នន័យដែលយើងបានពិភាក្សាគ្នាអញ្ចឹងហើយសួរថាសប្តាហ៍ហ្នឹងតើយើងត្រូវតាមដានអីខ្លះបើសិនជាយើងចង់ដឹងថាតម្លៃមាសឡើងឬមួយចុះវាមានទិន្នន័យជាច្រើនដែលអ្នកនរគ្នាត្រូវមើលទី1តាក់ទងនឹងសេដ្ឋកិច្ចសហរដ្ឋអាមេរិកផ្ទាល់ដែលមានគោលនយោបាយធនាគារកណ្ដាលមានអីហ្នឹងហើយយើងជៀសមិនផុតទេតាក់ទងជាមួយនឹងភូមិសាស្ត្រនយោបាយលើពិភពលោកដែលគេហៅថា geopolitical policy ហ្នឹងអាហ្នឹងគឺជាអ្វីយើងត្រូវតាមដានខ្លាំងមែនទែនព្រោះវាអាចកើតឡើងគ្រប់ពេលវេលាហើយតែវាផ្ទុះក្តាំងតែមួយគឺរុញតម្លៃមាសទៅលើខ្ពស់ហើយអញ្ចឹងសួរថាទិន្នន័យអស់នោះមានអីខ្លះឥឡូវយើងទៅមើលតាក់ទងជាមួយនឹងពិន្ទុនៃលុយដុល្លារសិនដូចយើងបានឃើញតម្លៃពិន្ទុនៃលុយដុល្លារបច្ចុប្បន្នគេហៅ US Dollar Index ណា Index ហ្នឹងគឺគេប្រៀបធៀបទៅ currency ធំចំនួន6ដែលប្រៀបធៀបទៅថាតើលុយដុល្លារហ្នឹងមានសម្ពាធឬមួយក៏កើនឡើងដែលវាមានពិន្ទុដល់ត្រឹម100អញ្ចឹងទៅជាទូទៅ100ហ្នឹងជា neutral rate ឬមួយ neutral point របស់US Dollar Index នៅក្នុង model របស់គេប៉ុន្តែបច្ចុប្បន្នគឺវាធ្លាក់មកត្រឹម 97.11 point ទេនៅក្នុង US Dollar Index មានន័យថាលុយដុល្លារបច្ចុប្បន្នគឺវាកំពុងតែមានសម្ពាធហើយបច្ចុប្បន្នបើយើងមើលតាក់ទងមួយរូបិយប័ណ្ណណាយើងមើលរូបិយប័ណ្ណយួនយេនរូបិយប័ណ្ណប្រទេសនានាទាំងអស់គឺកំពុងតែធ្លាក់ថ្លៃស្ទើរតែគ្រប់រូបិយប័ណ្ណជាពិសេសរូបិយប័ណ្ណប្រទេសធំហើយសួរថាពេលដែលយើងឃើញរូបិយប័ណ្ណធ្លាក់ចុះគ្រប់ប្រទេសធំអញ្ចឹងអ្វីដែលយើងមើលឃើញនោះគឺតាក់ទងជាមួយនឹងសេដ្ឋកិច្ចពិភពលោកគាត់កំពុងតែមានសម្ពាធឬមួយក៏មានបញ្ហាជាទូទៅនៅពេលដែលសេដ្ឋកិច្ចប្រទេសមួយជាពិសេសប្រទេសដែលមានសេដ្ឋកិច្ចធំអស់ហ្នឹងគឺគាត់មានបញ្ហាធនាគារកណ្ដាលរបស់ពួកគាត់នឹងព្យាយាមរកវិធីសាស្ត្រគោលនយោបាយណាមួយដើម្បីចាក់សាច់ប្រាក់ឬមួយចលនាសាច់ប្រាក់នៅក្នុងសេដ្ឋកិច្ចគាត់ឲ្យកាន់តែច្រើនដើម្បីជួយទប់ទល់នៅលំនឹងសេដ្ឋកិច្ចរបស់គាត់កុំឲ្យវាមានបញ្ហាធ្លាក់ទៅ recession វាធ្វើឲ្យដួលរលំសេដ្ឋកិច្ចឬមួយដួលរលំក្រុមហ៊ុនធំវាកាន់តែពិបាកណាអញ្ចឹងហើយគាត់សុខចិត្តដាក់សម្ពាធទៅលើលុយរូបិយប័ណ្ណរបស់គាត់ដោយការចាក់បញ្ចូលលុយទីផ្សារកាន់តែច្រើននៅក្នុងសេដ្ឋកិច្ចវាធ្វើឲ្យលុយរបស់គាត់នឹងមានសម្ពាធអានេះអ្វីដែលយើងមើលឃើញអញ្ចឹងហើយនៅពេលដែលលុយមានសម្ពាធអ្នកវិនិយោគធំធនាគារធំនៅក្នុងប្រទេសរៀងខ្លួនហ្នឹងគាត់មិនសូវជាការកាន់កាប់ទៅលើរូបិយប័ណ្ណរបស់ប្រទេសនីមួយច្រើនទេដូចគ្នាជាមួយនឹង bond របស់ government មួយហ្នឹងគឺគាត់មានគេហៅថា face value ណាជារូបិយប័ណ្ណរបស់ប្រទេសរបស់គាត់ផ្ទាល់ក៏ដូចជារបស់អាមេរិកផ្ទាល់ព្រោះយើងដឹងហើយ government bond របស់សហរដ្ឋអាមេរិកគឺជា bond មួយដែលមានសុវត្ថិភាពបំផុតដែលធនាគារលើពិភពលោកគាត់ទិញយកដើម្បីជា reserve នៅក្នុងធនាគារគាត់ហើយទទួលបានផលចំណេញជាគេហៅថា coupon rate ឬមួយក៏ yield នៅពេលដែលគាត់លក់នៅ secondary market នឹងឯង
នេះជាអ្វីដែលយើងអាចទាញជា conclusion មកថានៅពេលដែលរូបិយប័ណ្ណអស់នឹងមានបញ្ហាវាឃើញថាសេដ្ឋកិច្ចគឺវាមានបញ្ហាដោយសារគេចាក់លុយក្នុងទីផ្សារនឹងឯងហើយនៅពេលចាក់លុយក្នុងទីផ្សាររូបិយប័ណ្ណនីមួយៗធ្លាក់ចុះគឺវាផ្ដល់ផលល្អដល់តម្លៃមាសអញ្ចឹងហើយបានយើងឃើញថាតម្លៃមាសវាជំរុញឡើងតម្លៃខ្ពស់មិនថាតាក់ទងជាមួយនឹងភូមិសាស្ត្រនយោបាយទេតាក់ទងមួយសេដ្ឋកិច្ចពិភពលោកក៏ដូចគ្នាដែរហើយយើងមកមើលតាក់ទងជាមួយនឹង economic calendar បងប្អូនដែលយើងតែងតែមើលនោះគឺតាក់ទងជាមួយនឹងសហរដ្ឋអាមេរិកដូចយើងនិយាយអញ្ចឹងប្រទេសលើពិភពលោកសិតតែមានលុយដុល្លារធនាគារកណ្ដាលលើពិភពលោកសិតតែមានលុយដុល្លារដែលច្រើនជាងគេហើយបើសិនជាយើងគិតថារូបិយប័ណ្ណដែលមិនមែនជារូបិយប័ណ្ណក្នុងស្រុកហើយដូចជា government bond ដូចគ្នាគឺគេទិញតាក់ទងរបស់សហរដ្ឋអាមេរិកហ្នឹងដើម្បីធ្វើ reserve ច្រើនជាងគេអញ្ចឹងហើយបានជាទិន្នន័យសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកហ្នឹងគឺវាសំខាន់បំផុតសម្រាប់ទ្រព្យសម្បត្តិវិនិយោគក៏ដូចជាទ្រព្យសម្បត្តិឬមួយសេដ្ឋកិច្ចលើពិភពលោកអញ្ចឹងសប្តាហ៍ហ្នឹងសំខាន់ជាងគេគឺតាក់ទងជាមួយនឹងថ្ងៃពហុវាមានតាក់ទងជាមួយនឹងគេហៅថា FOMC meeting នៅក្នុងហ្នឹងគេមានចេញជា Federal Fund Rate ដែលយើងដឹងឯ Federal Fund Rate នេះគឺជាការគ្រប់គ្រងនៅគោលនយោបាយអត្រាការប្រាក់របស់ធនាគារកណ្ដាលសហរដ្ឋអាមេរិកប៉ុន្តែបច្ចុប្បន្នហ្នឹងគេជឿជាក់ថាខែមួយហ្នឹងគឺអត់មានការកាត់បន្ថយអត្រាការប្រាក់ទេវាស្ទើរតែ 100% ហើយទិន្នន័យមួយនេះគឺអត់មានបានជាឥទ្ធិពលអីដល់តម្លៃមាសទៀតទេបើទោះបីជាថ្ងៃពហុហ្នឹងអត់មានការកាត់បន្ថយអត្រាការប្រាក់ក៏ដោយព្រោះអីគេរំពឹងទុកមកយូរហើយថាអត់ទាន់មានការកាត់បន្ថយអត្រាការប្រាក់ទេហើយវាមានតាក់ទងព័ត៌មានផ្សេងៗដែលយើងបាននិយាយគ្នាហ្នឹងទប់តម្លៃមាសឲ្យឡើងបន្តរហូតចឹងទៅវាអត់មានការធ្លាក់ចុះហើយមួយទៀតនៅពេលដែលវាអត់មានការកាត់បន្ថយអត្រាការប្រាក់គេរំពឹងអញ្ចឹងហើយស្ទើរតែ 100% វាមិនប្រកាសថាយើងមិនត្រូវតាមដាន FOMC meeting ទេព្រោះ FOMC meeting គេមាន statement គេមាន press conference ដូចគ្នាជាអ្វីដែលអ្នកវិនិយោគធំអ្នកវិនិយោគទៅគាត់តាមដានមើលថាតើគោលនយោបាយរបស់ធនាគារកណ្ដាលជាពិសេសលោក Jerome Powell គាត់នឹងឡើងថ្លែងជាសាធារណៈបន្ទាប់ពី FOMC meeting ថាតើអ្វីដែលជា vision របស់គាត់ធនាគារកណ្ដាលគាត់មានគោលបំណងបែបណាគោលនយោបាយបែបណាទៅមុខទៀតគាត់នឹងប្រាប់ជាពិសេសដែលអ្វីដែលវិនិយោគកំពុងតែចាប់អារម្មណ៍ខ្លាំងគឺតាក់ទងជាមួយនឹង QE គេហៅថា qualitative easing មានន័យថាការចាក់បញ្ចូលលុយនៅក្នុងទីផ្សារណាគឺជាគោលនយោបាយរបស់សហរដ្ឋអាមេរិកដែលគេនិយាយភាពងាយស្រួលថាគេហៅ print លុយបោះលុយចូលទីផ្សារអញ្ចឹងទៅដែលបច្ចុប្បន្នគឺគាត់អត់ទាន់ប្រកាសជាផ្លូវការនៅ QE ទេគាត់ប្រកាសគ្រាន់តែការបិទបញ្ចប់នៅ QT ប៉ុន្តែគាត់មានគោលនយោបាយទិញ T-bill របស់ bond ហ្នឹងត្រឡប់មកវិញអាហ្នឹងវាស្តៀងនឹង QE ដែរទេអាហ្នឹងវាតាក់ទងមួយ technical តិចណាគ្រាន់ថានៅពេលដែលទិញ T-bill ហ្នឹងវាចាក់លុយចូលទីផ្សារដូចគ្នាប៉ុន្តែគ្រាន់ថាវាមិនច្រើនដូច QE ទេបើសិនជាគាត់ប្រកាសនៅ QE មានន័យថាគាត់នឹងបញ្ចូលលុយទៅក្នុងទីផ្សារកាន់តែច្រើនជាងមុនដែលវាធ្វើឲ្យលុយដុល្លារកាន់តែមានសម្ពាធហើយតម្លៃមាសកាន់តែកើនឡើងអញ្ចឹងហើយបានអ្នកវិនិយោគផ្សេងក៏គាត់ព្យាយាមតាមដានមើលតាក់ទងជាមួយនឹង FOMC statement នឹងឯងហើយមួយទៀតគឺថ្ងៃសុក្រក៏យើងមានទិន្នន័យដូចគ្នាតាក់ទងជាមួយនឹង PPI អាហ្នឹងគឺជា inflation នៅផ្នែកអ្នកផលិតនៅផ្នែកខាងរោងចក្រណាតែ inflation នេះគឺសម្រាប់ខែ12ចឹងហើយវាមិនមែនជាទិន្នន័យណាធំដុំទេអ្វីដែលសំខាន់គឺ FOMC meeting នឹងឯងដូចគ្នានឹងថ្ងៃពុធហើយនឹងថ្ងៃពហុនៅក្នុង calendar នេះគេអត់មានដាក់ទេដោយសារវាជាក្រុមហ៊ុនឯកជនណាមានការប្រកាសរបស់ក្រុមហ៊ុន Microsoft ក្រុមហ៊ុន Meta ក្រុមហ៊ុន Tesla ហើយនិងក្រុមហ៊ុន Apple ពីប្រាក់ចំណូលរបស់ពួកគាត់ហើយយើងដឹងហើយថាក្រុមហ៊ុនទាំងអស់នេះសុទ្ធតែជាក្រុមហ៊ុនដែល stock តម្លៃខ្ពស់ខ្លាំងនៅសហរដ្ឋអាមេរិកដែល market cap គាត់ធំណាស់គេនឹងតាមដានតាក់ទងជាមួយនឹងផលចំណេញរបស់គាត់ព្រោះអីបើសិនជាធ្លាក់នៅផលចំណេញរបស់គាត់ឬមួយក៏យើងមើលទៅស្ថានភាពគាត់មិនល្អធ្វើឲ្យតម្លៃ stock របស់គាត់នឹងធ្លាក់ចុះហើយនៅពេលដែលតម្លៃ stock ធ្លាក់ចុះគេនឹងលក់ចលនាសាច់ប្រាក់ចេញពី stock អីអញ្ចឹងវាអាចនឹងចូលជាការវិនិយោគទៅមាសវិញក៏ថាបានឬមួយក៏ទៅទ្រព្យសម្បត្តិវិនិយោគផ្សេងអញ្ចឹងហើយគេត្រូវតាមដានមើលទាំងអស់គ្នាដូចគ្នាហើយអ្វីដែលតាមដានទៀតលើសពី economic calendar គឺតាក់ទងជាមួយនឹងពន្ធកយដែលលោក Donald Trump គម្រាមកំហែងទៅដាក់នៅលើកាណាដាហ្នឹងជាមួយនឹងការពិភាក្សារឿង Greenland យើងត្រូវចាំមើលគោលនយោបាយរបស់លោក Donald Trump ថាតើមានអ្វីដែលរីកចម្រើនតាក់ទងជាមួយការពិភាក្សាលើកកិច្ចព្រមព្រៀង Greenland ជាមួយសហភាពអឺរ៉ុបអត់ហើយចំណុចមួយទៀតដែលអ្នកនរគ្នាត្រូវតាមដាននោះគឺតាក់ទងជាមួយនឹង government shutdown ដូចខ្ញុំបានបញ្ជាក់ម្សិលមិញអញ្ចឹងថាបញ្ចប់ថវិកាការពី government shutdown មុនគេបានបន្តហើយហ្នឹងគឺវាត្រូវអស់នៅថ្ងៃ31ខែ1ហ្នឹងអញ្ចឹងហើយសភាគាត់ត្រូវតែអនុម័តនៅកញ្ចប់ថវិកាថ្មីបន្តទៀតពីថ្ងៃ1ខែ2
ហើយគណៈបកប្រជាធិបតេយ្យគាត់នឹងមិនយល់ស្របតាក់ទងមួយកញ្ចប់ថវិកាហ្នឹងខ្ញុំបាននិយាយហើយអ្វីដែលយើងត្រូវតាមដានថាតើថ្ងៃសុក្រហ្នឹងតើមានការបិទរាជរដ្ឋាភិបាលសហរដ្ឋអាមេរិកម្ដងទៀតអត់អញ្ចឹងសរុបមកវិញអានេះជាអ្វីដែលយើងត្រូវតាមដាននៅសប្តាហ៍ហ្នឹងព្រោះវានឹងប៉ះពាល់ដល់តម្លៃមាសខ្លាំងក៏ដូចគ្នាតាក់ទងជាមួយភាពតានតឹងលើសង្គ្រាមនៃប្រទេសអ៊ីរ៉ង់ដូចគ្នាអ្វីដែលយើងត្រូវតាមដានអញ្ចឹងនេះគឺជាទិន្នន័យធំទាំងអស់ដែលយើងត្រូវតាមដាននៅក្នុងសប្តាហ៍ហ្នឹងដែលវាជំរុញឲ្យតម្លៃមាសឡើងខ្ពស់ឬមួយក៏ធ្លាក់ខ្លាំងក៏ថាបានដែរបើសិនជាមានអ្វីផ្លាស់ប្ដូរខ្លាំងដែលយើងមិនអាចនឹកស្មានដល់ណាប៉ុន្តែបើសិនជាស្ថានភាពនៅតែនឹងណបែបហ្នឹងឬមួយក៏អត់មានអីផ្លាស់ប្ដូរធំដុំទេយើងនឹងឃើញថាតម្លៃមាសវារៀង rally មានន័យថាវាឡើងតិចអត់push ខ្លាំងដូចសប្តាហ៍មុនទេវាអាចឡើងក្នុងកម្រិតវាលក្ខណៈ consolidation ទេនឹងបើសិនជាអត់មានទិន្នន័យអីដែលវាបុកធ្វើឲ្យមានសម្ពាធដល់តម្លៃមាសប៉ុន្តែគ្រាន់តែយើងមើលតើតើព័ត៌មានបច្ចុប្បន្នវាអត់មានទិន្នន័យអីណាមួយដែលថាត្រូវដាក់សម្ពាធដល់តម្លៃមាសមានតែព័ត៌មានដែលអាចនឹងគ្រប់គ្រងនៅតម្លៃមាសជាច្រើនដូចខ្ញុំបានបញ្ជាក់ដដែលអញ្ចឹងហើយខ្ញុំចង់ឲ្យអ្នកនរអស់គ្នាមើលមួយទៀតតាក់ទងជាមួយនឹង market cap របស់មាសចឹងយើងឃើញថា market cap របស់មាសបច្ចុប្បន្នគឺស្មើនឹង$35 trillion ហើយគឺវាធំមែនតើដែលយើងមើលបើសិនជានេះគេហៅថា total market cap ទៅលើគ្រប់ទ្រព្យ asset ទ្រព្យវិនិយោគទាំងអស់គឺវា139 trillion ចឹង market cap របស់ gold របស់យើងគឺវាស្មើនឹង 25% នៃ total market cap ទាំងអស់ឬមួយក៏គេហៅថា gold dominant ណាគឺជាភាគរយច្រើនដែលមាសទទួលបានការវិនិយោគខ្លាំងដែលធ្វើឲ្យ total market cap របស់គាត់ឡើងប៉ុណ្ណឹងហើយសួរថាបើតាមអ្នកវិភាគធំគាត់បាននិយាយថាមាស market cap ទើបតែ 25% ទេអ្វីដែលជា alert ខ្លាំងមាសដែលអាចធ្លាក់ចុះមកវិញគឺនៅពេលដែល market cap ហ្នឹងវាក្បែរនឹង 50% ជាអ្វីដែលថាវាគេហៅពាក្យបច្ចេកទេសថា no room to grow ដោយសារវា dominant ខ្លាំងពេកសរុបមកគេមានន័យថា market cap មាសបច្ចុប្បន្នក៏នៅមានចន្លោះដែលវាអាចនឹងបន្តកើនឡើងដូចគ្នាដែលអ្នកវិនិយោគធំគេអាចព្យាករណ៍ថាវាឡើងដល់$6,000ក្នុង1ឱន$7,000ក្នុង1ឱនអីចឹងទៅវាស៊ីសងទៅលើស្ថានភាពរបស់សេដ្ឋកិច្ចសហរដ្ឋអាមេរិកជាមួយពិភពលោកហើយនឹងភាពតានតឹងលើភូមិសាស្ត្រនយោបាយរបស់ពិភពលោកដូចគ្នាហើយយើងបកមកមើលព័ត៌មានតាក់ទងជាមួយនឹងពិភពលោកវិញបើយើងមើលតាមព័ត៌មាន CNA ដែលចេញផ្សាយហ្នឹងគេបានបញ្ជាក់ថាគ្រប់ប្រទេសបច្ចុប្បន្នកំពុងតែបើកនៅគោលនយោបាយឲ្យក្រុមហ៊ុនឯកជនឬមួយក្រុមហ៊ុនធនាគារធំអីហ្នឹងអាចវិនិយោគទៅលើទ្រព្យសម្បត្តិមាសបានក្នុង ETF អីចឹងទៅដោយច្បាប់ក្នុងប្រទេសខ្លះចឹងទៅគេហាមឃាត់ណាមិនឲ្យក្រុមហ៊ុនប្រភេទនេះមិនឲ្យធនាគារប្រភេទនេះទិញទៅលើទ្រព្យវិនិយោគមាសទេប៉ុន្តែបច្ចុប្បន្នយើងឃើញថាគោលនយោបាយអស់ហ្នឹងបានផ្លាស់ប្ដូរបើកឲ្យធនាគារក្រុមហ៊ុនទាំងអស់នោះទិញមាសដើម្បីធ្វើ reserve ដើម្បីការពារនៅហានិភ័យដោយសារតែក្រុមហ៊ុននីមួយហ្នឹងគាត់អាចនឹងមានបញ្ហាលើហានិភ័យទ្រព្យសម្បត្តិរបស់គាត់ពួកគាត់បច្ចុប្បន្នហ្នឹងអាចថាកាន់នៅរូបិយប័ណ្ណច្រើន forex ច្រើនពេកឬមួយ bond ច្រើនពេកហើយសេដ្ឋកិច្ចកំពុងតែមានបញ្ហាអញ្ចឹងហើយគេនឹងមើលឃើញពីវិបត្តិឬមួយក៏ភាពទន់ខ្សោយនៅ balance sheet របស់ក្រុមហ៊ុននៅក្នុងប្រទេសមួយហ្នឹងគេអាចបន្ធូរបន្ថយទៅលើច្បាប់វិនិយោគនឹងឯងដូចយើងឃើញថាប្រទេសចិនណាកាលពីឆ្នាំមុនគាត់បានអនុញ្ញាតឲ្យក្រុមហ៊ុនធានារ៉ាប់រងវិនិយោគក្នុងមាសជាលើកដំបូងក្នុងប្រវត្តិសាស្ត្ររបស់គាត់ពីមុនឡើយគឺគាត់ហាមឃាត់មិនឲ្យក្រុមហ៊ុន insurance ហ្នឹងធានារ៉ាប់រងហ្នឹងវិនិយោគតាក់ទងជាមួយនឹងទ្រព្យសម្បត្តិមាសទេប៉ុន្តែគាត់បើកឲ្យហើយនៅចុងខែធ្នូដូចគ្នាឆ្នាំ2025ហ្នឹងប្រទេសឥណ្ឌាក៏បានចាប់ផ្ដើមអនុញ្ញាតឲ្យមូលនិធិសោធននិវត្តន៍គេហៅ pension fund ហ្នឹងវិនិយោគក្នុងមាស ETF ដូចគ្នាយើងដឹងហើយស្រុកគេមានគណនីសម្រាប់អ្នកចូលនិវត្តន៍អីចឹងទៅហើយក៏គេមានជាគោលនយោបាយរបស់រដ្ឋាភិបាលហ្មងថាបើសិនជាគាត់បើកលុយមក 100% អញ្ចឹងត្រូវ 50% ទិញ government bond 20% ទិញមាសទិញអីចឹងទៅអាហ្នឹងគឺជាច្បាប់របស់គេខ្ញុំឧទាហរណ៍ទេប៉ុន្តែប្រទេសឥណ្ឌាហ្នឹងចុងឆ្នាំ2025ហ្នឹងគឺគាត់បើកអនុញ្ញាតឲ្យវិនិយោគមាសអញ្ចឹងយើងឃើញថាបច្ចុប្បន្នហ្នឹងប្រទេសនីមួយគឺគាត់កំពុងតែបន្ធូរបន្ថយតាក់ទងនឹងច្បាប់វិនិយោគទៅលើមាសដោយឃើញថាមាសហ្នឹងគឺជាអ្វីដែលអាចធ្វើឲ្យក្រុមហ៊ុនឬមួយក៏ជាជនរបស់គាត់នឹងទទួលបានផលប្រយោជន៍មកវិញណាព្រោះយើងឃើញថាតម្លៃមាសគឺវាឡើងខ្លាំងមែនទែនមួយឆ្នាំ2025គឺវាកើនឡើងដល់65ទៅ70%ឯណោះហ
ហើយយើងឃើញថាឆ្នាំ2026នេះទៀតគឺគ្រាន់បើកទីផ្សារខែ1នេះមកគឺមាសកើនឡើងខ្លាំងមែនតើហើយគេនឹងរំពឹងថាវានឹងបន្តកើនឡើងទៅទៀតហើយបិទបញ្ចប់នៅឆ្នាំ2026នេះក៏ក្នុងតម្លៃមួយអាចថាគេហៅថា return rate មកវិញណាខ្ទង់ប្រហែលឆ្នាំមុនដូចគ្នាដោយសារតែស្ថានភាពបច្ចុប្បន្នហើយចំណុចមួយទៀតយើងឃើញដូចគ្នាថាសភាគណៈបកប្រជាធិបតេយ្យហ្នឹងគឺគាត់កាន់តែបញ្ចេញនៅគោលជំហររបស់គាត់ណាដែលគាត់គម្រាមទៅដល់គណៈបកសាធារណៈរបស់លោកដូណាល់ត្រាំហ្មងថាគាត់នឹងមិនយល់ស្របទៅកញ្ចប់ថវិការបស់សហរដ្ឋអាមេរិកដើម្បីបើករាជរដ្ឋាភិបាលឲ្យដំណើរការធម្មតានៅថ្ងៃ1ខែ2តទៅទៀតទេគឺគាត់គម្រាមបិទរាជរដ្ឋាភិបាលហ្មងដោយសារតែប៉ូលីសអន្តោប្រវេសន៍របស់លោកដូណាល់ត្រាំហ្នឹងគឺគាត់បានបាញ់សម្លាប់នៅជនអន្តោប្រវេសន៍នៅក្នុងរដ្ឋមីនីសូតាហ្នឹងហើយម្នាក់ទៀតហ្នឹងដែលធ្វើឲ្យមានភាពកាន់តែក្តៅទៅលើការបាតកម្មអីហ្នឹងហើយក៏យើងបានឃើញពីសម្ដីរបស់លោកដូណាល់ត្រាំដែរដែលគាត់បាននិយាយជាសាធារណៈថាការបិទរាជរដ្ឋាភិបាលនេះអាចនឹងមានការបិទបន្តទៀតនៅថ្ងៃ31ខែ1ហ្នឹងបើគាត់មើលតាមស្ថានភាពបច្ចុប្បន្នណាចឹងហើយបើសិនជារាជរដ្ឋាភិបាលរបស់សហរដ្ឋអាមេរិកបានបិទម្ដងទៀតមែនយើងឃើញថាតាក់ទងជាមួយនឹងសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកគឺវាស្ថិតនៅក្នុងពពកមួយដែលពិបាកនឹងអាចថាឲ្យធនាគារកណ្ដាលឬមួយក៏អ្នកវិនិយោគឬមួយក៏អ្នកវិភាគធំគាត់មើលដឹងអំពីស្ថានភាពរបស់សហរដ្ឋអាមេរិកផ្ទាល់ដែលយើងបានឃើញពីការបិទរាជរដ្ឋាភិបាលការពីឆ្នាំ2025អញ្ចឹងអ្វីដែលធនាគារកណ្ដាលគាត់បានបញ្ជាក់គឺវាមានបញ្ហាខ្លាំងទៅលើតាក់ទងមួយទិន្នន័យសេដ្ឋកិច្ចដែលគាត់ពិបាកក្នុងការកំណត់នូវគោលនយោបាយផ្សេងដើម្បីធ្វើឲ្យសេដ្ឋកិច្ចរបស់គាត់នឹងមានស្ថិរភាពហើយមួយទៀតតាក់ទងជាមួយនឹងភាពតានតឹងភូមិសាស្ត្រលើនយោបាយលើពិភពលោកយើងឃើញពីតាក់ទងជាមួយនឹងពន្ធគយរបស់លោកដូណាល់ត្រាំដាក់ទៅលើប្រទេសកាណាដាហ្នឹងក៏មានការបោះពាក្យសម្ដីគ្នាទៅវិញទៅមកដែរបន្ទាប់ពីលោកដូណាល់ត្រាំគម្រាមដាក់ពន្ធគយ 100% ហ្នឹងប្រទេសចិនគាត់បានឆ្លើយតបវិញថាកិច្ចព្រមព្រៀងពាណិជ្ជកម្មរបស់ប្រទេសចិនហើយនិងប្រទេសកាណាដានេះវាអត់មានពាក់ព័ន្ធអីនឹងអ្នកទី3ទេសរុបមកគឺគាត់ចង់និយាយពីសហរដ្ឋអាមេរិកហ្មងគឺគ្រាន់គេថាកិច្ចព្រមព្រៀងពាណិជ្ជកម្មប្រទេសទាំងពីរគឺអត់មានបានចង់ដាក់គោលដៅដល់ប្រទេសសហរដ្ឋអាមេរិកឡើយដោយចង់ប្រាប់ប្រទេសសហរដ្ឋអាមេរិកថាមិនបាច់ភ័យអារឿងទំនិញថោករបស់ប្រទេសចិននឹងហូរចូលអាមេរិកតាមច្រកព្រំដែនប្រទេសកាណាដាដោយលោកដូណាល់ត្រាំក៏និយាយទេប៉ុន្តែយើងបានឃើញភ្លាមនោះនាយករដ្ឋមន្ត្រីលោកខានីរបស់ប្រទេសកាណាដានឹងគាត់បានឆ្លើយតបវិញថាប្រទេសកាណាដាមិនមានគម្រោងណាមួយក្នុងការចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយប្រទេសចិនទេរឿងអីមិនខ្លាចបើពន្ធគយ 100% របស់លោកដូណាល់ត្រាំហ្នឹងពួកអីអាមេរិកហ្នឹងជាអ្នកទិញផលិតផលធំឬមួយគេហៅថានាំចូលហ្នឹងរបស់ប្រទេសកាណាដាហ្នឹងធំមួយដែរដែលយើងឃើញថាប្រទេសកាណាដានាំចូលទៅសហរដ្ឋអាមេរិកមានទឹកលុយប្រហែលជា$202 billionសហរដ្ឋអាមេរិកនៅក្នុងឆ្នាំ2025ណាហើយកាណាដាហ្នឹងគាត់នាំចូលពីសហរដ្ឋអាមេរិកវិញតែ$73 billionទេអញ្ចឹងយើងឃើញ trade deficit ហ្នឹងខ្ពស់ធំមែនតើអញ្ចឹងហើយបើសិនជាលោកដូណាល់ត្រាំដាក់ពន្ធគយ 100% ទៅលើប្រទេសកាណាដាមែននោះធ្វើឲ្យប្រទេសកាណាដាខាតបង់ទឹកលុយប្រហែលជា$202 billionសហរដ្ឋអាមេរិកអញ្ចឹងហើយបានយើងឃើញថាលោកខានីនឹងបានបន្ទន់អេយ៉ាបតមកវិញថាគាត់មិនមានគម្រោងក្នុងការធ្វើកិច្ចព្រមព្រៀងអីជាមួយនឹងប្រទេសចិនទេសរុបមកយើងឃើញថាភាពតានតឹងរបស់សហរដ្ឋអាមេរិកជាពិសេសតាក់ទងជាមួយលោកដូណាល់ត្រាំណាយើងដំបូងយើងឃើញថាគាត់មានភាពមិនច្បាស់លាស់ជាមួយនឹងសហភាពអឺរ៉ុបទេទៅលើទឹកដី Greenland ហើយកាណាដាក៏យើងដឹងថាវាជា target បន្ទាប់របស់គាត់ដែរគ្រាន់នៅពេលស្ថានភាពបានផ្លាស់ប្ដូរនៅពេលដែលលោកខានីនឹងគាត់ទៅធ្វើទស្សនកិច្ចនៅប្រទេសចិនហើយគាត់បាននិយាយជាសាធារណៈនៅក្នុងវេទិកាសេដ្ឋកិច្ចពិភពលោកហ្នឹងបានធ្វើឲ្យដូណាល់ត្រាំគាត់ចេញជាសារមួយនៅក្នុង Truth Social ដើម្បីគម្រាមដល់ប្រទេសកាណាដាវិញដែលដំបូងយើងគិតថាគាត់អត់ទាន់ធ្វើអីកាណាដាទេព្រោះបច្ចុប្បន្នវាញ៉ៃច្រើនពេកគាត់អាចថាដោះម្ដងមួយ step by step អញ្ចឹងណាដល់ស្ថានភាពវាផ្លាស់ប្ដូរគឺគាត់បានដាក់សម្ពាធទៅលើប្រទេសកាណាដាថៃមួយទៀតព្រោះយើងដឹងហើយកាណាដាគឺជាគោលដៅមួយតាក់ទងជាមួយនឹងយុទ្ធសាស្ត្ររបស់សហរដ្ឋអាមេរិកជាពិសេស Golden Dome របស់គាត់នឹងដែលសូម្បីលោកដូណាល់ត្រាំគាត់ឡើងមកភ្លាមគឺគាត់បាននិយាយថាកាណាដានឹងគួរតែជារដ្ឋមួយរបស់សហរដ្ឋអាមេរិកអានេះគឺជាគោលនយោបាយរបស់លោកដូណាល់ត្រាំនេះសបញ្ជាក់ឲ្យឃើញថាភាពតានតឹងរបស់សហរដ្ឋអាមេរិកជាមួយនឹងប្រទេសជិតខាងជុំវិញជាមួយសម្ព័ន្ធមិត្តជាមួយនឹងប្រទេសចិនគឺគាត់កំពុងតែបង្កើននូវភាពតានតឹងគ្រប់កន្លែងដើម្បីអី
គឺដើម្បីសេដ្ឋកិច្ចខ្លួនឯងនឹងឯងដូចខ្ញុំបានបញ្ជាក់ចឹងអ្វីដែលជាហេតុផលចម្បងនោះបច្ចុប្បន្នហ្នឹងគឺសហរដ្ឋអាមេរិកគាត់កំពុងតែមានវិបត្តិបំណុលខ្លាំងពេកហើយការចំណាយរបស់គាត់ច្រើនទៅលើឧទាហរណ៍ថាសម្ព័ន្ធមិត្តអង្គការអន្តរជាតិអីផ្សេងប៉ុន្តែសម្ព័ន្ធមិត្តអស់នោះគាត់បែរជាទៅធ្វើពាណិជ្ជកម្មអីជាមួយប្រទេសចិនច្រើនដែលយើងឃើញថាពាណិជ្ជកម្មប្រទេសចិនហ្នឹងគឺមិនបែកកំណត់ត្រាក្នុងឆ្នាំ2025ហ្នឹងខ្ពស់មែនតើអញ្ចឹងហើយយើងឃើញថាគោលនយោបាយនេះមិនងាយនឹងដោះស្រាយភ្លាមក្នុងរយៈពេលខ្លីទេអាចនឹងអូសបន្លាយក្នុងរយៈពេលយូរហើយចំណុចមួយទៀតដែលយើងត្រូវតាមដានតកតងនឹងភាពតានតឹងក្នុងប្រទេសអារ៉ង់ហ្នឹងយើងបានឃើញបន្ទាប់ពីគេហៅថានាវាដឹកយន្តហោះចម្បាំងរបស់សហរដ្ឋអាមេរិក USS Abraham Lincoln ដែលបានទៅដល់សមុទ្រមជ្ឈិមបូព៌ារួចរាល់នោះសហរដ្ឋអាមេរិកនឹងបច្ចុប្បន្នគាត់កំពុងតែបញ្ជូននាវា USS ដឹកយន្តហោះចម្បាំងនឹងមួយទៀតហើយទៅក្នុងសមុទ្រមជ្ឈិមបូព៌ាដែលនេះធ្វើឲ្យអ្នកវិភាគធំគាត់បាននិយាយថាជាទូទៅនៅពេលដែល USS ដឹកយន្តហោះចម្បាំងមាន2ដែលសហរដ្ឋអាមេរិកបញ្ជូនទៅកន្លែងហ្នឹងតែងតែមានសង្គ្រាមកើតឡើងជាមិនផុតទេហើយរឿងលើសពីនឹងទៀតតកតងជាមួយនឹងលោកនាយករដ្ឋមន្ត្រី Stormer របស់ចក្រភពអង់គ្លេសគាត់ក៏បានបញ្ជូនទ័ពជើងអាកាសរបស់គាត់ហ្នឹងទៅមូលដ្ឋានទ័ពក្នុងប្រទេសកាតាដូចគ្នាអញ្ចឹងអានេះអ្វីដែលយើងបានឃើញគឺសកម្មភាពនៅលើសកលលោកជាពិសេសប្រទេសធំដូចជាសហរដ្ឋអាមេរិកហើយនិងចក្រភពអង់គ្លេសអីហ្នឹងគាត់កំពុងតែធ្វើសកម្មភាពកំឡះទីនៅយោធារបស់គាត់ដែលជាលក្ខណៈទ្រង់ទ្រាយធំមិនមែនទូចទេដូចជាការត្រៀមប្រយុទ្ធអញ្ចឹងហើយយើងឃើញថាភាពតានតឹងរបស់ប្រទេសអារ៉ង់នោះគឺវាបន្តកើនឡើងម្ដងបន្តិចជាអ្វីដែលធ្វើឲ្យយើងឬមួយអ្នកវិនិយោគធំគាត់តាមដានមើលមិនព្រិចភ្នែកទេព្រោះវាអាចកើតមានស្ថានភាពណាមួយផ្លាស់ប្ដូរគ្រប់ពេលវេលាដែលជំរុញឲ្យតម្លៃមាសហ្នឹងគឺវាហក់ឡើងខ្លាំងអញ្ចឹងហើយបានយើងត្រូវតែតាមដានទាំងអស់គ្នាសរុបមកភាពតានតឹងលើពិភពលោកក៏យើងមានតែប៉ុណ្្នឹងដែរអត់មានអីច្រើនទេវានៅតែបន្តល្អសម្រាប់តម្លៃមាសហើយយើងមកមើលឆាតតាក់ទងជាមួយនឹងតម្លៃមាសមួយថ្ងៃវិញយើងឃើញថាបើកទីផ្សារថ្ងៃច័ន្ទនេះមកគឺនៅតែបន្តកើនឡើងវាបានកើនឡើងប្រហែលជា$100ជាងក្នុង1អោនហើយយើងឃើញថាពេលបើកថ្ងៃច័ន្ទមកគឺវាតែងតែមាន gap ជានិច្ចមានន័យថាclosing price last candle របស់វាហ្នឹងគឺវាអត់ស្មើជាមួយនឹង opening price ថ្ងៃហ្នឹងរបស់ last candle ទេដោយសារដូចខ្ញុំបានបញ្ជាក់ចឹង gap នេះគឺជាអ្វីដែលគេជួញដូរនៅថ្ងៃសៅរ៍អាទិត្យដូចជាការទិញ physical gold គេហៅថា OTC over the counter ទិញជាមាសផ្ទាល់ឧទាហរណ៍ដូចយើងទិញមាសនៅសាលអូឡ িম্প ិកនៅអូស័យហាងមាសធំអីចឹងទៅព្រោះវាអត់មានជាទិន្នន័យកំណត់ក្នុង system មានអីទេហើយមួយទៀតតាក់ទងជាមួយនឹង tokenization ឬមួយក៏នៅក្នុងទីផ្សារ Binance អីហ្នឹងគេមានជាលក្ខណៈ future ទិញលក់ដែលធ្វើឲ្យថ្លៃមាសហ្នឹងគឺវាមានចលនានៅក្នុងថ្ងៃសៅរ៍អាទិត្យដូចគ្នាព្រោះអីនៅក្នុង trading view ហើយនឹងទីផ្សារប្រពៃណីគឺគាត់បិទហើយចឹងហើយនៅពេលដែលគាត់បើកទីផ្សារមកវានឹងមាន gap នេះកើតឡើងចំពោះចលនាសាច់ប្រាក់ដែលវាហូរចូលឬមួយហូរចេញនៅក្នុងថ្ងៃសៅរ៍អាទិត្យនៅក្នុងទីផ្សារផ្សេងហើយបច្ចុប្បន្នបើយើងមើល technical វាអត់មាន technical អីដែលយើងអាចមើលចេញដោយសារអីគឺតន្ន័យឲ្យព័ត៌មានមកវាគឺវាបុកមកគឺបុកតម្លៃមាសឡើងខ្លាំងមែនទែនហើយមាសគឺវាឈរនៅ all time high របស់វាហ្នឹងរយៈពេលយូរហើយវារុញទៅរហូតហើយបច្ចុប្បន្នហ្នឹងក៏វាអត់មានសញ្ញាណាមួយដែលធ្វើឲ្យវាធ្លាក់ចុះដែរហើយខ្ញុំឲ្យអ្នកនរគ្នាមកមើលតាក់ទងជាមួយមាសនៅក្នុងទីផ្សារ Binance ណាអានេះខ្ញុំសូ15នាទីហើយយើងឃើញថាតម្លៃមាសបច្ចុប្បន្នគឺវាស្ថិតក្នុង parallel price នេះវា rally ឡើងហើយវា consolidate វា rally ឡើងបន្តទៀតអញ្ចឹងយើងអាចឃើញថាតម្លៃមាសបច្ចុប្បន្នគឺវាកំពុងតែកើនឡើងហើយអ្វីយើងចាំមើលគឺបើកទីផ្សារនៅសហរដ្ឋអាមេរិកបើសិនជាវារុញតម្លៃមាសឡើងទៀតគឺវានឹងមាន rally មួយតង់ទៀតតែវាមិនខ្ពស់ណាទេបើយើងមើលទៅណាព្រោះវានៅកំពុងតែរងចាំមើលទិន្នន័យព័ត៌មានផ្សេងបន្តទៀតហើយក៏វាអត់ធ្លាក់ចុះខ្លាំងដែរធ្លាក់ចុះ consolidation បន្តិចបន្តួចទេដោយសារអ្នកវិនិយោគផ្សេងអត់មានហ៊ានលក់នៅតម្លៃមាសចេញទេបច្ចុប្បន្នបើទោះបីគាត់លក់យកចំណេញក៏គាត់លក់ក្នុងភាគរយណាមួយរបស់គាត់ដែរត្រឹម10% 20% អញ្ចឹងហើយបានយើងឃើញថាតាក់ទងមួយ volume demand and supply បច្ចុប្បន្នគឺមាសវាកំពុងតែក្នុង zone មួយដែលមាន demand ខ្លាំងមែនទែនការទិញចូលគឺបន្តចំណែកឯទីផ្សារលក់វិញគឺអត់សូវមានទេអញ្ចឹងហើយបានតម្លៃមាសគឺវាបន្តកើនឡើងជាបន្តហើយអ្វីអ្នកនរគ្នាត្រូវរងចាំមើលគឺជាអ្វីដែលខ្ញុំបានធ្លាប់ប្រាប់អញ្ចឹងទិន្នន័យផ្សេងសរុបមកវិញខ្ញុំមានតែប៉ុណ្្នឹងទេតាក់ទងជាមួយថ្ងៃហ្នឹងដោយសារយើងអត់ទាន់មានជាទិន្នន័យឬមួយព័ត៌មានអីធំដុំដែរ
ខ្ញុំចង់តែបញ្ជាក់ថាតើយើងត្រូវតាមដានអីខ្លះក្នុងសប្តាហ៍ហ្នឹងវានឹងជះឥទ្ធិពលដល់តម្លៃមាសហើយតម្លៃមាសយើងអាចថាទៅអនាគតវាល្អអត់សរុបមកបើយើងមើលស្ថានភាពថ្ងៃហ្នឹងតម្លៃមាសសប្តាហ៍ហ្នឹងក៏វានៅតែបន្តជំរុញកើនឡើងដូចគ្នាហើយយើងបានវិភាគពីសប្តាហ៍មុនក៏ដូចជាការថ្ងៃសៅរ៍អាទិត្យអីដូចគ្នាយើងមើលទៅគឺដើរដូចអ្វីដែលយើងបាននិយាយគ្នាអីអញ្ចឹងយើងសង្ឃឹមថាយើងអាចទិញសន្សំដើម្បីទទួលបានផលចំណេញមួយចំនួនដូចគ្នាព្រោះអីបច្ចុប្បន្នអាចថាការទិញចូលនៅតម្លៃមាសវារៀងពិបាករកតម្លៃទិញចូលបន្តិចដោយសារអីគឺមាសគឺវារុញឡើងបន្តចឹងហើយអ្វីដែលជាចំណុចល្អបំផុតក្នុងពេលបច្ចុប្បន្នគឺការទិញរបៀប DCA គេហៅ Dollar Cost Average មានន័យថាឧទាហរណ៍ថាគម្រោងយើងទិញមាសក្នុងរយៈតម្លៃមួយគឺ$1000ចុះខ្ញុំឧទាហរណ៍ណាអញ្ចឹងហើយគឺយើងអត់ go all in $1000ទេយើងបែងចែកយក$100ទិញថ្ងៃហ្នឹង$200ទិញថ្ងៃស្អែក$300ទិញខាងស្អែកទៅតាមស្ថានភាពហើយយើងអាចមើលព័ត៌មានវីដេអូខ្ញុំអញ្ចឹងទៅថាតើថ្ងៃហ្នឹងហើយស្អែកតើតម្លៃមាសវាគួរកើនឡើងឬមួយធ្លាក់ចុះអញ្ចឹងហើយបើកើនឡើងទេយើងអាចទិញបន្តិចសិនទៅបើសិនធ្លាក់ចុះយើងអាចទិញច្រើនអញ្ចឹងទៅអញ្ចឹងបើយើងគិត average cost មានតែចំណាយរបស់យើងក្នុងការទិញទ្រព្យវិនិយោគហ្នឹងវាអាច average ទៅវាល្អមួយវាមិនថាចំណេញខ្លាំងពេកហើយក៏វាមិនអាចថា miss the bus ខ្លាំងពេកដែរអាហ្នឹងយើងគេហៅថា play safe ណាយើងទិញដើម្បីឲ្យមានសុវត្ថិភាពគឺយើងធ្វើ DCA ហើយក៏អត់ធ្វើឲ្យយើងនឹងមានភាពស្ដាយក្រោយដូចគ្នាហើយដូចខ្ញុំបានបញ្ជាក់ក្នុងវីដេអូមុនហើយក៏មានបងគាត់សួរខ្ញុំអញ្ចឹងណាហើយខ្ញុំតែងតែបញ្ជាក់ថាបច្ចុប្បន្នហ្នឹងគឺវាអត់មានសញ្ញាណអីដែលលក់ហើយយើងអាចទិញចូលវិញដើម្បីយកផលចំណេញហ្នឹងបានច្រើនទេភាគរយច្រើនគឺការ hold ទុកហើយដូចខ្ញុំបានបញ្ជាក់ហេតុផលតែមួយគត់ដែលថាអ្នកនរគ្នាលក់មាសហើយខ្ញុំឲ្យយោបល់ទៀតថាលក់ក៏លក់ត្រឹមភាគរយប្រហែល1/3អីចឹងទៅហេតុផលតែមួយហ្នឹងគឺថាយើងទុកមាសក្នុងដៃហើយយើងកើតទុកមិនសុខចិត្តដេកមិនលក់ដេកមិនស្ងប់អីចឹងណាយើងខ្លាចតែមាសធ្លាក់ខ្លាំងទៅវិញយើងខាតអីចឹងអាហ្នឹងលុះត្រាផ្លូវចិត្តយើងរៀងមានបញ្ហាគេមិនលក់ទេយើងលក់ខ្លះយកចំណេញដើម្បីធ្វើម៉េចឲ្យផ្លូវចិត្តយើងល្អទៅវាមិនសំខាន់អីវាមានចំណេញអីច្រើនជាងតាក់ទងជាមួយនឹងបញ្ហាសុខភាពផ្លូវចិត្តយើងទេទោះបីយើងវិនិយោគតាក់ទងមួយមាសនេះចង់ចំណេញច្រើនសួរថាគោលដៅចុងក្រោយយើងអីគេដើម្បីបានលុយច្រើនចំណេញច្រើនហើយដើម្បីអីទៀតគឺយើងយកលុយនឹងមកធ្វើអីគឺចំណេញមកដើម្បីធ្វើឲ្យយើងនឹងសុបាយចិត្តអញ្ចឹងហើយគោលដៅយើងចុងក្រោយតាក់ទងមួយសុខភាពផ្លូវចិត្តយើងទេបើសិនសុខភាពផ្លូវចិត្តយើងមានបញ្ហាច្រើនដាក់សម្ពាធខ្លាំងវាធ្វើឲ្យសុខភាពយើងទន់ខ្សោយតាមហ្នឹងមានបញ្ហាទោះបីយើងមានលុយច្រើនប៉ុណ្ណាក៏វាជួយអត់បានដែរសរុបមកវិញខ្ញុំមានតែប៉ុណ្្នឹងទេអរគុណអ្នកនរគ្នា